ជំងឺរើមតើបានអាចថែទាំអ្វីខ្លះបាននៅខ្លួនឯងនៅផ្ទះបាទអញ្ចឹងជាដំបូងទៅស្គាល់ថាអ្វីទៅជាជំងឺរើមហ្នឹងបាទហើយបានដឹងហើយថានឹងជាជំងឺរើមប៉ុន្តែមកទៀតខ្ញុំចង់បញ្ជាក់បន្តិចថា herpes virus គេ herpes virus ហ្នឹងវាមានគេប្រភេទម្យ៉ាងទៀតមាននៅលើមាត់នៅលើប្រដាប់ភេទរបស់យើងអានេះគេ herpes simplex ចាហ្នឹងមិនមែនជាជំងឺរើមដែលខ្ញុំកំពុងតែសម្ដៅនៅទីនេះទេជំងឺរើមកន្លែងនេះគឺកើតឡើងដោយសារកូនដែលឆ្លងជំងឺអុតស្វាយហើយជាទៅវិញវាក៏ចាប់ផ្ដើមធ្វើសកម្មភាពឡើងវិញអានេះហៅកើតទៅជាជំងឺរើមអញ្ចឹងប៉ាម៉ាក់ស្គាល់ជំងឺរើមនឹងហើយអញ្ចឹងជំងឺរើមនឹងវាធ្វើឲ្យមានការឈឺចាប់បាទអញ្ចឹងធ្វើឲ្យកុំឲ្យវាបង្ករោគឆ្លងចូលថែមទៀតអញ្ចឹងជាដំបូងដែលប៉ាម៉ាក់ធ្វើបានទី1គឺធ្វើម៉េចសម្រួលកូនកុំឲ្យមានការឈឺចាប់នេះជារឿងសំខាន់អញ្ចឹងអាចប្រើថ្នាំបំបត្តិការឈឺចាប់ទៅក្នុងបញ្ចុះកំណើតគឺប៉ារ៉ាសេតាមុលដាក់ឲ្យបានទៀងទាត់បានត្រឹមត្រូវទៅតាមចំនួនដូសនៃរយៈពេលរបស់វានឹងជារឿងមួយសំខាន់ទី2ការពាររោគកុំឲ្យឆ្លងចូលទៅដំបៅនឹងកន្លែងពងបែកនឹងអញ្ចឹងប៉ាម៉ាក់អាចគេហៅសម្អាតអាសាមុតទឹកឲ្យកូនមុតទឹកឲ្យបានញឹកញាប់ជាមួយទឹកស្អាតដុសសាប៊ូឲ្យបានស្អាតតែបើសិនជានៅក្នុងករណីគាត់ឈឺគាត់ក្តៅថែមទៀតប៉ាម៉ាក់អាចប្រើជារបៀបសាមញ្ញឧទាហរណ៍ដូចជាយកកំប្រេសដាក់ជាមួយនឹងសរងប្រៃលាងសម្អាតឬក៏អាចស្អំពីលើហ្នឹងដើម្បីកុំឲ្យគេគាត់ក្តៅពេកឬក៏មានអារម្មណ៍ឈួលកាហាយអីពីលើហ្នឹងប៉ាម៉ាក់អាចធ្វើបានដោយខ្លួនឯងនៅផ្ទះហើយសំខាន់ជាងគេបំផុតគឺគោរពទៅតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យព្រោះតែកាលណាចេញហ្នឹងដើម្បីកុំឲ្យវាចេញច្រើនជាងហ្នឹងប៉ាម៉ាក់ត្រូវតែប្រើថ្នាំលាបទៅតាមគ្រូពេទ្យចេញវិជ្ជាបញ្ជាក៏ដូចជាថ្នាំលេបទៅតាមចំនួនថ្ងៃកំណត់ហើយបើសិនជាចេញយកទៅមុខតើសម្រាប់ពេទ្យដើម្បីការពារនៅភាពធ្ងន់ធ្ងររបស់កូនហើយលើសពីនេះប៉ាម៉ាក់គួរតែជៀសវាងការស្ដោះផ្លុំអញ្ចឹងការស្ដោះផ្លុំនេះវាមិនបានជួយឲ្យជំងឺនេះជាទេព្រោះជំងឺនេះវាជាដោយខ្លួនឯងបើសិនជាទុកនោះវាជាដោយខ្លួនឯងប៉ុន្តែផលបាក់ជាខ្លួនឯងវាច្រើនអញ្ចឹងវាគ្រោះថ្នាក់អញ្ចឹងការស្ដោះផ្លុំវាដោយទឹកមាត់អញ្ចឹងទឹកមាត់មិនស្អាតទេវាមានមេរោគមកបន្ថែមអញ្ចឹងមេរោគផ្សេងចូលមកអញ្ចឹងធ្វើឲ្យជំងឺហ្នឹងវាតបៅខ្លាំងអញ្ចឹងវាលើសដើមអញ្ចឹងវាមិនបានជួយឲ្យកូនហ្នឹងវាល្អប្រសើរតែវាបែរជាធ្ងន់ធ្ងរទៅវិញដោយមេរោគថែមមកវិញឬក៏ជួនកាលប៉ាម៉ាក់អាចយកដូចជាខ្ញុំលើសើដូចជាមានសណ្ដែកឬក៏មានស្អីផ្សេងយកទៅលាបនៅលើនឹងព្រោះស្ដោះផ្លុំលើនឹងអានឹងក៏មិនមែនជារឿងមួយត្រឹមត្រូវដែរបាទដូចជាការយកធូបចុចទៅអុជគេអុជធូបអីនៅពីលើនឹងក៏មិនមែនជារឿងត្រឹមត្រូវដែរព្រោះវាធ្វើឲ្យកូននឹងកាន់តែមានការឈឺចាប់កាន់តែខ្លាំងឡើងទៅថែមពីលើអ្វីដែលកូនកំពុងតែមានទៀតផងបាទនេះជាប្រការដែលប៉ាម៉ាក់គួរទៅជៀសវាងបាទអញ្ចឹងការថែទាំនៅផ្ទះដោយខ្លួនឯងគឺការបំបត្តិការឈឺចាប់ការលាងសម្អាតឲ្យបានត្រឹមត្រូវហើយការគ្រប់ទៅតាមវិជ្ជាបញ្ជាគ្រូពេទ្យប្រើថ្នាំបានត្រឹមត្រូវដើម្បីកុំឲ្យមានផលលំបាកធ្ងន់ធ្ងរអាចមានទៅលើកូនរបស់យើងបាទអញ្ចឹងខ្ញុំមានប៉ុណ្្នឹងសម្រាប់ប៉ាម៉ាក់